អ្នកភូមិដែលជាជនពិការជាច្រើនគ្រួសារផ្ទុះការតវ៉ាថាដីផ្ទះរបស់ពួកគាត់រស់នៅសក់ស្រាប់តែអាជ្ញាធរដើរវាស់វែងដីរបស់ពួកគាត់ឲ្យទៅជំទាវម្នាក់ហើយចោទប្រកាន់ប្រជាពលរដ្ឋថាជាប្រជាជនអនាធិបតេយ្យមករស់នៅលើដីរបស់ជំទាវទៅវិញតែបើតាមការលើកឡើងរបស់អ្នកភូមិបានលើកឡើងថាពួកគាត់បានមករស់នៅក្នុងភូមិវាលធំឃុំយីម៉ៅពេជ្រណែលនេះតាំងពីឆ្នាំ2002ដោយសមាគមជាអ្នកចែកដីនេះឲ្យពួកគាត់ដែលជាជនពិការដោយការរស់នៅមានទាំងសភៅគ្រួសារសម្បត្តិបញ្ជាកំណើតព្រមទាំងបានបោះឆ្នោតជាច្រើនអាណត្តិទៀតផងតែមិនដឹងមូលហេតុអ្វីស្រាប់តែថ្មីនេះបែរជាដីផ្ទះរបស់ពួកគាត់ដែលពួកគាត់កំពុងតែរស់នៅខ្លះមានទាំងសំណង់រឹងយូរឆ្នាំមកហើយស្រាប់តែអាជ្ញាធរបែរជាដើរវាស់វែងដីរបស់ពួកគាត់ឲ្យទៅជំទាវម្នាក់ហើយលើកឡើងថាជាដីរបស់ជំទាវទៅវិញគាត់ថាខ្ញុំនឹងជាអាណាធិបតេយ្យអាញាធរអត់ទូស្គាល់នឹងអ្នកផ្សេងមិនមែនគាត់ទេណាអ្នកផ្សេងគេថាមេធាវីគេណាជំទាវនោះថ្ងៃហ្នឹងជំទាវអត់មកទេមកមេធាវីគេថាពួកអ៊ំឯងហ្នឹងជាអាណាធិបតេយ្យអាញាធរអត់ទូស្គាល់ខ្ញុំថាមិនបើមិនទូស្គាល់ពួកខ្ញុំបើខ្ញុំបោះឆ្នោតមិនអាណត្តិហើយហ្នឹងអ្នកមានតាំងសភៅបញ្ជាក់មានតាំងសភៅបញ្ជាក់ទាំងអស់ហើយហ្នឹងសភៅគ្រួសារនេះហ៎គ្រួសារហ្នឹងតែបើខ្ញុំមើលមានតាំងតាញៀនបានសភៅគ្រួសារនៅធ្វើនៅហ្នឹងហ្មងហ៎ធ្វើនៅហ្នឹងបាទចាមានបានបោះឆ្នោតទៀតមានបានបោះឆ្នោតទាំងអស់តែមើលមានទាំងអស់ទាំងកាផ្លេនឹកឃើញថាយីហើយចុះមិនបានមកយកដីពួកខ្ញុំបើពួកខ្ញុំចែកមកតាំងពីដើមមកអត់មានអ្នកណាមកតំណោះទាស់តែងអីថាខ្ញុំនេះថាបើដីចែកឲ្យបំពេញហ្នឹងមកទាស់តែដីខ្ញុំទេខ្ញុំអត់ហ៊ានរស់នៅទេខ្ញុំដើរចេញហើយដីយើងរស់នៅក៏ពុកពូនកូនចៅពេញហ្នឹងហើយក៏លកាអស់កូន4នាក់ហើយក្រៅរស់នៅដីនេះហ្នឹងហើយអាយុកូនអាខ្លះ17ឆ្នាំអាខ្លះ14ឆ្នាំបាទចៅនិយាយពីចៅហើយអាខ្លះ5 6ឆ្នាំលហែនោះឥឡូវខ្ញុំមានភ័យសុំសំណុំពរសម្ដេចម៉ែសម្ដេចពុកសម្ដេចអីទាំងអស់ហ៊ុនម៉ាណែតសម្ដេចជួយកូនចៅឥឡូវហ្នឹងអាញាធរអីគាត់ធ្វើឲ្យប្រជាពលរដ្ឋទេប្លង់ឲ្យប្រជាពលរដ្ឋដឹងមិនទេហើយខ្ញុំចែកឲ្យមានកម្មការជាការពារឈ្មោះតពៅទៀតហ្នឹងអ្នកចែកដីឲ្យខ្ញុំហ្នឹងហ្នឹងហើយឥឡូវមិនបានគាត់ធ្វើជាការពារមិននិយាយប្រាប់ភូមិនឹងផងថាឥឡូវគាត់អ្នកចែកដីឲ្យចុះឥឡូវចង់និយាយថាកាលពីចែកដីពេលនោះមេភូមិមានដឹងឮហើយឥឡូវមេភូមិដែលពីជំនាន់នោះមាននៅដល់ឡើយមេភូមិកាលជំនាន់ហ្នឹងគាត់អត់ទាន់បានឡើងទេនិយាយឲ្យតាមការប៉ັດណានៅយើងនៅសមាគមទេជនពិការទេកំពុងរស់នៅហ្នឹងដល់ពេលសមាគមគាត់បាត់បង់ដោយថានេះហើយបានលាយហើយបានសមាគមភូមិឡើងហ្នឹងហើយបានមានភូមិឡើងធំហ្នឹងគាត់តំឡើងក្រោយគាត់ដឹងពីនាយមកដែរគាត់ដឹងពីសាវតារឿងគាត់ដឹងសាវតាដែរដីខាងត្បូងខ្ញុំប្រពន្ធគាត់ជួលខ្ញុំកាប់ដីកាប់ព្រៃហ្នឹងហើយប្រពន្ធគាត់ប្រពន្ធភូមិហ្នឹងជួលខ្ញុំកាប់ព្រៃគាត់ទៀតខ្ញុំមកត្បូងហេតុអីមិនដឹងខ្ញុំថាប្រជាពលរដ្ឋរស់នៅនឹងយូរហើយមិនគាត់មិនឆ្លើយមួយម៉ាត់ថាឥឡូវប្រជាពលរដ្ឋនឹងរស់នៅយូរហើយប៉ុន្តែពលដែលពាក់ព័ន្ធជាមួយអ្នកណាគាត់មិនសូវដឹងអានិយាយមួយម៉ាត់តែចឹងចោះខ្ញុំអស់ចិត្តហើយបាទចឹងអរគុណណាចាអត់និយាយអីស្អស់ចឹងមិនខ្ញុំថាសនំពោសម្ដេចម៉ែសម្ដេចពុកជួយកូនចៅផងកូនចៅពិបាកវេទនាប្តីកូនពិការកូនកូនពិការឈឺទាំងអស់គ្នាសម្ដេចម៉ែសម្ដេចពុកខ្ញុំពិបាកវេទនាទៅរកស៊ីខ្ញុំនិយាយគេនៅពេញទៅមកទេពិបាកណាសួរបងប្អូនទាំងអស់គ្នាខ្ញុំនៅតែពេញកាត់ព្រុយយកគេប្តីនៅផ្ទះដេកហើមប៉ុណ្ណាណីភូមិយកអានេះអីលិខិតអញ្ជើញទៅស្រុកហ្នឹងគាត់មកគាត់មើលគាត់អីគាត់បានថតដឹងធ្វើម៉េចទេនឹងជួយមិនខ្ញុំថាមិនជួយខ្ញុំឲ្យចោះជួយខ្ញុំកុំឲ្យតែខ្ញុំដើររឿងដោះស្រាយរឿងដីចោះឲ្យខ្ញុំនៅមើលប្តីឥឡូវតែមើលតែខ្ញុំកូនពិការអាយុ30ជាងកូនស្រីទៀតឥឡូវចង់បានភាពយុត្តិធម៌ណាចង់បានតែភាពយុត្តិធម៌ឲ្យខ្ញុំនឹងមានប្លង់មានអីនៅឲ្យគ្រប់គ្រាន់នៅរស់នៅជាមនុស្សក្នុងដែងទឹកដីសង្គមគេផងកុំឲ្យខ្ញុំអត់មានប្លង់ដីប្លង់អីហ្នឹងជាអាណាធិបតេយ្យដូចពាក្យគេថាបាទអរគុណអនុញ្ញាតស្គាល់ឈ្មោះលោកយាយផងខ្ញុំតកូលឡុងគុណលោកយាយបញ្ជូនប្រមាណហើយរាល់ថ្ងៃ80ហើយលោកយាយបញ្ជាក់និយាយដោយស្មោះត្រង់បាទអ្វីដែលពិតចាំនិយាយអញ្ចឹងពិតតែលោកយាយរស់នៅទីតាំងទឹកដីនេះតាំងពីឆ្នាំណាឆ្នាំ2002ចឹង2002ខ្ញុំមកសូវចេះអសនិយាយអត់អីលោកយាយមួយអញ្ចឹងលោកយាយ2002ហើយពេលដែលលោកយាយមកនៅ2002ដីនេះលោកយាយបានពីណាបានពីសមាគមចាសមាគមអីទូសាលី
ទូសេលីសមាគមជនពិការហ្នឹងឯង ជនពិការ ជនពិការ លោកយាយអ្នកពិការឬក៏គ្រួសារលោកយាយពិការ ខ្ញុំនឹងអ្នកពិការផ្ទាល់ហ្មង ហើយក៏គេចែកដីឲ្យយាយប្រមាណហិកតាប្រមាណអា បានក្បាលហាជំរឿហើយ96 96 ទេមទេអញ្ចឹង ហើយលោកយាយនៅតាំងពីគេចែកឲ្យឆ្នាំណាយាយសមាគម ខ្ញុំមកនៅ2002 អញ្ចឹងហ៎ហើយក៏សមាគមចែកតាំងពីពេលហ្នឹងក៏យ៉ាងម៉េច ចែកតាំងពីពេលហ្នឹងមកឮសមាគមចែកខ្ញុំនៅស្រុកទេសហ្នឹងវាខ្វះខាតអញ្ចឹងឮតំណឹងមកតាក់តងជនពិការ បាទលោកយាយបាទអញ្ចឹងលោកយាយសូមបញ្ជាក់បន្តិចទៀតតើសមាគមចែកនោះគឺមានចេញជាអត់អីលោកយាយទុកខ្ញុំបាទបាទ ខ្ញុំ បាទ ឈឺ បាទយាយទុកយាយណា តើយាយ ចា លោកសមាគមចែកហ្នឹងគេមានចេញជាលិខិតបញ្ជាក់លេខលាក់អក្សរអីថាបានជូនប្រជាពលរដ្ឋទេពេលហ្នឹង លេខលាក់ទូសាលីនឹងមានឲ្យបណ្ដល់ឥឡូវពេលឥឡូវហ្នឹងយើងទៅធ្វើទៅគេថាអត់យកឆ្អីតែខ្មៅឆ្អីឲ្យធ្វើយកនេះអត់ធ្វើឲ្យ ឥឡូវហ្នឹងអត់បានប្លង់ទេឥឡូវសពថ្ងៃនេះតាំងពីចែក2002លោកយាយមកដល់ឥឡូវបានប្លង់នៅ មានអត់មានប្លង់ហឹងទេមានតែប្លង់ឲ្យទូសាលីសមាគម អូមានប្លង់សមាគម ចា ចុះមិនសុំខាងភូមិឃុំខាងស្រុកអីឲ្យគេចាញ់ប្លង់រឹងឲ្យជាប្រវត្តិ អូកូនណាយសុំនេះសុំគ្រាន់តែទៅផ្ទះគេ3ជើងគេដេញទាំង3ជើងប្រធានភូមិ គេដឹងយើងទៀត ដេញថាគេដោះស្រាយអើយដេញអ្នកឆ្ងាយសិនមកយើងនៅនេះចាំដោះស្រាយក្រោយ ចុះឥឡូវទល់ឥឡូវហ្នឹងក៏អត់ទាន់ដោះស្រាយដែរ នៅទូចទូសាលីតែទៅខ្ញុំលើកឡើងឲ្យ អូចុះយាយចុះថាឮថាមានបុគ្គលណាដែលមកប្តឹងយកនេះ មានចន្ទេវអីហ្នឹងខ្ញុំហៅមិនចំទេដូចថាប្រធានភូមិ បាទ ហៅសូយោដីមកវាស់ដីខ្ញុំហើយស្រាប់កាមេរ៉ាចុចទៅស្រាប់លើឈ្មោះគេនោះខ្ញុំនៅលើដីនេះវាអត់ឈ្មោះ អញ្ចឹងគេចុចលើដីលោកយាយហ្មង ចា គេអ្នកក្រោយហ្នឹងគេចុចលើដីយើង ប្រធានភូមិគេដាក់ឈ្មោះចន្ទេវ អូ ហ្នឹង ឈ្មោះជំទាវនោះវិញ ហើយឯងនៅលើដីវាអត់ឈ្មោះ យាយនៅតាំងពី ហើយ 2002 ប្រ មក ធានភូមិហ្នឹងហៅសូយោដីមកវាស់លើដីខ្ញុំហ្នឹងទៀត អូ អាក្បាលហាជំរឿហើយ96ហ្នឹង ជាប់លើដីយើងហ្មង ចា ហើយដាក់ឈ្មោះគេវិញ មកគេ ហើយលោកយាយអត់មានឈ្មោះ អត់ហ្នឹង យាយឆ្នាំណាដែលគេមកវាស់ចុចដាក់ឲ្យឈ្មោះគេ ខែមុនឥឡូវហ្នឹងចាប់ធ្វើឥឡូវថ្មីហ្នឹង ឥឡូវចាំយើងចូលសាលាឃុំបន្តិចបាទនៅនេះឃុំយាម៉ៅពេញណាស់លេ ចា បាទស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺហើយភូមិថាភូមិអី ភូមិវាធំ ភូមិវាលធំណាបាទឥឡូវលោកយាយបញ្ជាក់ឲ្យថាអត់បានប្លង់ទេ នេះណាចង់បន្ថែម ធានភូមិហ្នឹងគឺថានាំគេមកវាស់ឲ្យទៅដាក់ឈ្មោះគេឲ្យប្រធានភូមិហ្នឹងដឹងថាខ្ញុំជីវិតខ្ញុំតស៊ូណាស់ បាទ តាំងពីបោះឆ្នោតឆ្នាំ90តាឲ្យដែងគណៈបកប្រជាជនហើយឈ្មោះឲ្យតាការប្រធានភូមិហ្នឹងក៏នៅមកពីខ្ញុំដែរដឹងថាយាយហ្នឹងតស៊ូតាំងពីបោះនេះព្រោះខ្ញុំវាជនពិការដែរកូន បាទ អារម្មណ៍យ៉ាងម៉េចដែរលោកយាយពេលដែលគេធ្វើប្លង់ហើយមិនមែនចេញជាឈ្មោះយើងទៅចេញឈ្មោះគេវិញអារម្មណ៍មិន មកគេថាចាំដល់ពេលវេលាកូនចៅមកជួយចឹងឥឡូវដល់ពេលហើយ ឥឡូវស្នើសុំឲ្យសារព័ត៌មាននឹងជួយផ្សព្វផ្សាយ ចា ហើយទៅដល់ថ្នាក់លើណា ចា បាទបានចេញប្លង់ បានប្លង់ហើយគ្រូសាតាខ្ញុំក៏ឆ្លាប់ម៉ែឪខ្ញុំក៏ឆ្លាប់កូនឯងទៅឃើញ បាទលោកយាយ ខ្ញុំឲ្យតែសុំកូនថត បាទលោកយាយ ចាខ្ញុំសុំឲ្យដែងសម្ដេចហ៊ុនសែនជួយធ្វើប្លង់ធ្វើអីឲ្យខ្ញុំតកូលឡងគុណធ្លាប់ដឹងហើយប្រវត្តិតស៊ូសុំខ្នល់សុំឆ្លាយហ៊ានសម្ដេចជួយ ក្រោយទទួលបានបទសម្ភាសន៍ពីប្រជាពលរដ្ឋក្នុងនាមជាអ្នកសារព័ត៌មានក៏មិនបានស្ដាប់សម្ដីតែម្ខាងដោយមិនបានសួរនាំទៅកាន់ភាគីដែលពាក់ព័ន្ធនោះឡើយក្នុងនោះលោកជំទាវវរនីបានបំភ្លឺថាពលរដ្ឋទាំងនោះមករស់នៅអាណាធិបតេយ្យនៅលើដីរបស់គាត់ហើយគាត់ក៏បានព្យាយាមសម្របសម្រួលជាមួយពលរដ្ឋនៅថ្នាក់ខេត្តច្រើនលើកច្រើនសារផងដែរតែពលរដ្ឋនៅតែមិនព្រមទទួលយកការសម្របសម្រួលនោះឡើយហើយអ្នកសារព័ត៌មានក៏បានសុំការបំភ្លឺពីមន្ត្រីថ្នាក់ខេត្តម្នាក់ឈ្មោះចេតដុំតែលោកមិនទាន់បានបំភ្លឺលម្អិតជូនអ្នកសារព័ត៌មាននោះទេបន្តមកទៀតអ្នកសារព័ត៌មានក៏បានព្យាយាមតាកតងទៅលោកមីឃុំយីមកពេជ្រនិលលោកមីឃុំក៏មិនទាន់បានបំភ្លឺអ្វីជូនអ្នកសារព័ត៌មានដែរប៉ុន្តែកាលពីថ្ងៃទី3ខែមេសាឆ្នាំ2025រដ្ឋបាលស្រុកភ្នំស្រួយក៏បានចេញនូវសេចក្តីបំភ្លឺព័ត៌មានមួយពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើផងដែរដូចនេះសូមគោរពអញ្ជើញពុកម៉ែបងប្អូនទៅតាមដានសន្តាប់សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកភ្នំស្រួយដូចតទៅ
សេចក្តីបំភ្លឺព័ត៌មានរដ្ឋបាលស្រុកភ្នំស្រួចមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាកាលពីពេលថ្មីកន្លងទៅនេះមានគណនី Facebook ឈ្មោះសារព័ត៌មានសានព្រំបានបង្ហោះវីដេអូស្ដីពីការចោះសម្ភាសប្រជាពលរដ្ឋមួយក្រុមដែលមានទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅភូមិវាលធំឃុំយីម៉ៅពេជ្រនិលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺរដ្ឋបាលស្រុកភ្នំស្រួចសូមបញ្ជាក់ថាករណីទំនាស់ដីធ្លីដែលសារព័ត៌មានបានចុះផ្សាយនេះជាករណីទំនាស់រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋ8គ្រួសារនិងឈ្មោះយឹមវរនីដើមឡើយករណីនេះជាករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាច្រើនគ្រួសារដែលទទួលបានការកាន់កាប់និងអាស្រ័យផលជាក់ស្ដែងតាមរយៈការបែងចែករបស់អតីតសមាគមសង្គ្រោះជនពិការកម្ពុជាជាមួយឈ្មោះយឹមវរនីដែលមានឯកសារទិញលក់ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំដោយមានការសម្របសម្រួលពីក្រុមការងារនៃរដ្ឋបាលខេត្តស្រុកឃុំនិងការិយាល័យជំនាញពាក់ព័ន្ធច្រើនលើកច្រើនសារតាមយន្តការឈ្នះឈ្នះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទទួលយកគោលការណ៍សម្របសម្រួលរបស់អាជ្ញាធរនៅសល់តែ8គ្រួសារប៉ុណ្ណោះដែលមិនទាន់ព្រមទទួលយកតាមយន្តការសម្របសម្រួលរបស់ក្រុមការងារដោយឡែកក្នុងឆ្នាំ2024ក្រុមការងារបានសម្របសម្រួលបន្ថែមចំនួន4លើកទៀតដល់គូភាគីវិវាទនិងចុងក្រោយនៅតែមិនមានការព្រមព្រៀងគ្នាដើម្បីបញ្ចប់ទំនាស់នៅឡើយដោយភាគីនីមួយៗទាមទារដូចខាងក្រោមភាគីដើមបណ្ដឹងឈ្មោះយមវរនីយល់ព្រមផ្ដល់ការសម្បទានដីក្នុងទំហំ 70% លើផ្ទៃដីដែលភាគីប្រជាពលរដ្ឋកំពុងកាន់កាប់ប្រើប្រាស់និងអាស្រ័យផលជាក់ស្ដែងដើម្បីបញ្ចប់ទំនាស់ភាគីប្រជាពលរដ្ឋចំនួន7គ្រួសារស្នើសុំដីក្នុងទំហំ 90% លើផ្ទៃដីដែលខ្លួនកំពុងកាន់កាប់ប្រើប្រាស់និងអាស្រ័យផលជាក់ស្ដែងដោយឡែកប្រជាពលរដ្ឋចំនួន1គ្រួសារផ្សេងទៀតគឺឈ្មោះផេនវុតនិងប្រពន្ធឈ្មោះអៀងមួយទាមទារយកដីទាំងអស់ក្នុងទំហំកំពុងកាន់កាប់ប្រើប្រាស់និងអាស្រ័យផលជាក់ស្ដែងអាស្រ័យហេតុនេះសូមសាធារណជនអ្នកសារព័ត៌មានជាពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន